ចាសូមជំរាបសួរពុកម៉ែអ៊ំពូមីងទាំងអស់គ្នាយើងជួបគ្នានៅក្នុងវីដេអូថ្មីនៅក្នុងសប្តាហ៍ថ្មីដែលជាសប្តាហ៍ផ្ដាច់ព្រាត់ចុងខែ5ចាហើយអញ្ចឹងក៏សូមធ្វើការអបអរទៅដល់បងប្អូនដែលមានចាឆ្នាំអាសាញ់ខ្លួនឯងឬមួយក៏ចាឆ្នាំរោងឆ្នាំថោះឆ្នាំខាលឆ្នាំវកឬមួយក៏ឆ្នាំកុលដែលជាឆ្នាំមានផលលំបាកឬមួយក៏គេហៅថាឆុងខុសៗគ្នាអញ្ចឹងទៅអ្នកខ្លះគេហៅថាឆុងលាបពណ៌ប្រកាច់ប្រខូចឈ្មោះអ្នកខ្លះក៏ឆុងលក្ខណៈដូចថានៅភាពឯកាអ្នកខ្លះក៏ឆុងបែកបាក់គ្រួសារអ្នកខ្លះក៏មានជំងឺឈឺស្កាត់អញ្ចឹងណាចាឥឡូវយើងចិត្តដាច់ខែ5ហ្នឹងហើយចាគឺជាសប្តាហ៍ចុងក្រោយហើយតាមក្បួនសកលចាជាធម្មតាយើងដាច់ខែ5នេះនៅក្នុងថ្ងៃ1ខែ6ហើយទៅអត់តែនៅក្នុងក្បួនហងសុយបែបវិទ្យាសាស្ត្រទៅដល់ថ្ងៃ6ខែមិថុនាទៅយើងអាចចប់ខែឧសភាបើគិតទៅតាមក្បួនហងសុយបែបវិទ្យាសាស្ត្រកន្លែងនេះបើសិនជាលោកគ្រូអ្នកគ្រូបណ្ឌិតសាស្ត្រាចារ្យអាយដាមជំទាវលោកស្រីអ្នកនាងកញ្ញាណាដែលទើសតល់ក្នុងការថាចេះគ្រូទាំងអស់ចេះតែបំពុលសង្គមមានអាណាដាច់ខែនេះខែនោះអីអញ្ចឹងខ្ញុំសូមអធិស្ឋានផងដោយសារការរៀនទៅក្បួនខ្នាតរបស់ខ្ញុំគឺអញ្ចឹងណានៅក្នុងថ្ងៃទី6ខែ6ទើបយើងដាច់នៅក្នុងខែម្សាញ់ហើយខែមកមីហ្នឹងគេហៅថាខែមិថុនាហ្នឹងគឺគេចាប់ផ្ដើមពីថ្ងៃទី6រហូតដល់ថ្ងៃទី7ខែកក្កដាទើបចប់ខែ6សម្រាប់បងប្អូនដែលគាត់រៀនហងសុយបែបវិទ្យាសាស្ត្រគឺគាត់បានដឹងតែបើសិនជាបងប្អូនលោកគ្រូអ្នកគ្រូលោកស្រីអ្នកនាងកញ្ញាចាអាដាមអីផ្សេងគាត់អត់ដែរបានរៀនអញ្ចឹងក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដោយអចេតនាប្រការណាមួយដែលខ្ញុំរៀបរាប់ទៅប៉ះពាល់ដល់អារម្មណ៍អញ្ចឹងណាចាហើយក៏សង្ឃឹមថាពុកម៉ែបងប្អូនជុំរួមជាតិទាំងក្រុងក្រៅស្រុកឬមួយក៏ក្នុងស្រុកទទួលបានសុខភាពល្អមិនថាបងប្អូនទាំងអស់គ្នាឪពុកម្ដាយខ្ញុំបងប្អូនខ្ញុំទាំងអស់គ្នាមានសុភមង្គលមានសុខភាពល្អចាមានការសុខសប្បាយទាំងអស់គ្នាចាឥឡូវនេះគឺភ្លៀងក៏ភ្លៀងបញ្ហាជំងឺក៏រាតត្បាតអញ្ចឹងណាអញ្ចឹងយើងត្រូវនាំគ្នាថែទាំសុខភាពទាំងអស់គ្នាចាគឺមានតែសុខភាពល្អមួយទេដែលអាចធ្វើឲ្យយើងនឹងសម្រេចគោលបំណងឬមួយក៏គោលដៅរបស់យើងនឹងចាគ្រប់គ្នាទាំងអស់ចាអញ្ចឹងកុំឲ្យខាតពេលវេលាយូរអញ្ចឹងខ្ញុំចូលទៅបកស្រាយនៅក្នុងចាវីដេអូប្រចាំសប្តាហ៍តែម្ដងចាអញ្ចឹងយើងចូលទៅដល់ថ្ងៃទី26ចាថ្ងៃទី26យើងឃើញថាគេហៅថាថ្ងៃមមែចាមមែនោះផងដែរវាមកជាមួយនឹងឈើដកណាចាមមែមកជាមួយនឹងឈើដកមមែកាលណាយើងឃើញមមែយើងដឹងហើយថាមមែគឺឆុងជាមួយនឹងឆ្លូវហើយឈើដកវាមានឥទ្ធិពលទៅលើដីដកអញ្ចឹងនៅក្នុងថ្ងៃទី26នេះអ្នកដែលឆុងគឺអ្នកដែលមានឆ្លូវនៅក្នុងតារាងឬមួយក៏មានដីដកនៅក្នុងតារាងមិនថាក្នុងខែក្នុងថ្ងៃក្នុងម៉ោងឬមួយក៏ក្នុងឆ្នាំទេចាហើយអ្នកដែលហេងគឺបងប្អូនដែលកើតឆ្នាំមមីចាអញ្ចឹងសម្រាប់ថ្ងៃទី26នេះបងប្អូនដែលឆុងហ្នឹងគឺមានឆ្នាំឆ្លូវហើយនឹងដីដកចាហើយអាការឆុងហ្នឹងតើឆុងអ្វីទៅអញ្ចឹងការឆុងហ្នឹងប៉ះពាល់ធំ3ចំណុចទី1គឺការតំណែងទី2លុយកាក់និងទី3សុខភាពដែលខ្លាំងបំផុតសម្រាប់យើងអញ្ចឹងយើងគួរធ្វើម៉េចអញ្ចឹងយើងត្រូវរិះចាត្រិះពិចារណាមើលថាយើងគួរធ្វើម៉េចឲ្យសុខភាពយើងល្អតំណែងយើងល្អលុយកាក់យើងកុំមានចំណាយចាយវាច្រើនពេកយើងត្រូវចំណាយក្នុងពេលវេលាមួយដែលចាំបាច់អ្វីដែលចាំបាច់ចំណាយចាំយើងចំណាយអញ្ចឹងណាចាដែលល្អប្រសើរសម្រាប់សុខភាពរបស់យើងធ្វើឲ្យចំណូលរបស់យើងកើនឡើងឬមួយក៏តំណែងអ្វីមួយដែលល្អប្រសើរអំពីការចំណាយរបស់យើងហើយមួយទៀតយើងប្រយ័ត្នអំពីសុខភាពធម្មតាសុខភាពយើងទីមួយយើងគេងអត់បានគ្រប់គ្រាន់ក៏មានបញ្ហាសុខភាពយើងញ៉ាំចំណីអាហារផ្ដេសផ្ដាស់ក៏មានបញ្ហាសុខភាពរីឯតាមក្បួនហងសុយបែបវិទ្យាសាស្ត្រការគេងនៅក្នុងទិសមិនល្អឬមួយក៏រើរុះស្វានដុំរឿងគូរឿងកើទៅតាមទិសណាមួយក៏យើងមានបញ្ហាសុខភាពដែរហើយក៏យើងមានរឿងរ៉ាវជាច្រើនឲ្យយើងដោះស្រាយអញ្ចឹងវាអាចមានបញ្ហាដោះស្រាយច្រើនហើយអាការដោះស្រាយហ្នឹងគឺកើតឡើងដោយសម្ពាធផ្លូវចិត្តណាចាធ្វើទុកបុកម្នេញឈឺចិត្តឈឺថ្លើមជាមួយនឹងមនុស្សជុំវិញខ្លួនរបស់យើងចាអញ្ចឹងបើយើងចង់ពាក់កៅអៅបជានៅក្នុងថ្ងៃទី26ហ្នឹងគឺយើងពាក់កៅអៅពណ៌ធាតុមាស3ណា
ចាទាំងអស់គ្នាតែម្ដងហើយសម្រាប់បងប្អូនដែលគាត់មើលរាសីជាមួយខ្ញុំហើយដឹងពីអនាគតរបស់យើងហើយដឹងពីកលុកកលៈក្នុងការដើរថាគេនៅតាណាអីតាណីចាហើយធ្វើមុខចំនួនអីសុខភាពយើងបែបណាគួរញ៉ាំអាហារប្រភេទណាដើម្បីកែសម្រួលដល់សុខភាពការរស់នៅរបស់យើងអាហ្នឹងគឺបងប្អូនធ្វើទៅតាមនឹងទាំងអស់គ្នាបន្ថែមមួយចំណុចទៀតទៅវាកាន់តែល្អប្រសើរចាហើយសម្រាប់ថ្ងៃទី27អ្នកដែលហេងគឺបងប្អូនដែលកើតឆ្នាំម្សាញ់ហើយអ្នកដែលសយគឺបងប្អូនដែលកើតឆ្នាំខាលហើយមានមាសបោកនៅក្នុងតារាងមិនថាក្នុងថ្ងៃខែឆ្នាំកណ្ដាលនឹងម៉ោងកើតទេចឹងខាលគឺនៅតែឆុងដដែលណាយើងឆុងខែផងយើងឆុងឆ្នាំហើយយើងឆុងថ្ងៃទៀតអញ្ចឹងថ្ងៃវកចូលមកដល់ជាមួយនឹងឆ្នាំម្សាញ់ជាមួយនឹងខែម្សាញ់យើងប៉ះពាល់ទៅដល់សុខភាពចាផ្នែកប្រភេទដែលតាក់ទងជាមួយនឹងភ្នែកបេះដូងសម្ពាធឈាមហើយនឹងសួតផងដែរអញ្ចឹងយើងប្រយ័ត្នសុខភាពហើយប្រយ័ត្នក្នុងការធ្វើដំណើរដើរហើរមិនថាចុះពីលើចន្ទាចុះមកដើរចូលបន្ទប់ទឹកដើរទៅនេះទៅនោះទៅផ្សារទៅអីមេឃភ្លៀងបបាច់អីយើងអាចល្អដួលឆ្លោះក្រិចកជើងខាតបងការងារវាតាក់ទងទៅនឹងខាតបងលុយកាក់តំណងចាឧទាហរណ៍ថាយើងសុំច្បាប់គេមិនបានយើងគិតថាអូខ្ញុំមានបញ្ហាបែបនេះហើយនៅតែសុំច្បាប់មិនបានដោយសារអីមេនោះគាត់គិតថាការងារគាត់ត្រូវប្រញាប់អីអញ្ចឹងវាមានផលតំណងមិនល្អវាតាក់ទងជាមួយនឹងការមិនបានប្រយ័ត្នរបស់យើងអញ្ចឹងដែរអញ្ចឹងការរស់នៅយើងគិតថាពេលខ្លះក៏សាមញ្ញធម្មតាពេលខ្លះក៏យើងគិតឲ្យបានគ្រប់ជ្រុងជ្រោយទៅវាមានដូចថាអ្វីជាច្រើនដែលយើងលំអិតនៅក្នុងនឹងអញ្ចឹងណាហើយនៅក្នុងថ្ងៃនោះហ្នឹងបងប្អូនក៏អាចពាក់កៅអៅពណ៌ធាតុទឹកដើម្បីបញ្ជាបញ្ហាទាំងអស់គ្នាផងដែរណានៅក្នុងថ្ងៃទី27សម្រាប់បងប្អូនដែលជឿជាក់បងប្អូនដែលជឿជាក់ក៏សូមកាន់តែអភ័យទោសផងណាចាហើយសម្រាប់ថ្ងៃទី28អ្នកដែលហេងគឺបងប្អូនដែលកើតឆ្នាំរោងហើយបងប្អូនដែលសយគឺបងប្អូនដែលមានឆ្នាំថោះហើយមានមាសដកនៅក្នុងតារាងមិនថាក្នុងថ្ងៃខែឆ្នាំកណ្ដាលនៅម៉ោងកើតទេអញ្ចឹងយើងប្រយ័ត្នសុខភាពចាផ្នែកសួតដូចគ្នាផ្នែកឆ្អឹងដូចគ្នាហើយប្រយ័ត្នក្នុងការតំណែងប្តីប្រពន្ធចាកុំអាងតែថាយើងប្តីប្រពន្ធរាប់រយថ្ងៃរាប់រយខែឬមួយក៏4 10 20 30ឆ្នាំយើងចេះតែនិយាយឲ្យតែបានមិនក្រែងរឯងចិត្តអីដល់គ្នានឹងគ្នាចេះតែធ្វើឲ្យប៉ះពាល់អារម្មណ៍ប៉ះពាល់ផ្លូវចិត្តវាធ្វើឲ្យមានសម្ពាធអញ្ចឹងដូចកាវអញ្ចឹងវាកំពុងតែប្រេះស្រាមហើយយើងអត់ថ្នមវាទៀតវាធ្លាក់ទៅគឺបែកតែម្ដងអញ្ចឹងយើងក៏បីតែថែតំណឲ្យបានល្អហើយយើងចេះយល់យកអធិស្ឋានថ្មីត្បិតតែថ្ងៃហ្នឹងយើងចង់យើងប្រែពាក្យសម្ដីមិនល្អទៅប្តីអញ្ចឹងប្តីគួរណាស់តែលើកលែងថាថ្ងៃនេះគឺប្រពន្ធយើងឆុងអញ្ចឹងក៏បីឲ្យបងប្អូនទាំងអស់គ្នាដឹងអំពីរាសីរបស់ខ្លួនឯងថ្ងៃណាប្រពន្ធឆុងប្តីអត់អោនឲ្យថ្ងៃណាប្តីឆុងប្រពន្ធអត់អោនថ្ងៃណាគូសង្សារយើងឆុងក៏យើងគិតថាអូគូសង្សារយើងឆុងហើយទៅគាត់និយាយអត់ដឹងអីមួយពេលហ្នឹងអីអញ្ចឹងម្ដាយយើងឆុងកូនយើងឆុងឬមួយក៏មីងមៀក្មួយរបស់យើងឆុងឬមួយក៏តកែរបស់យើងឆុងឬមួយក៏មិត្តភ័ក្តិរបស់យើងឆុងយើងចេះអត់អោនជាស្រ័យឲ្យផងអញ្ចឹងណាចាហ្នឹងទៅអាចសុខសប្បាយហើយយើងក៏អាចពាក់កៅអៅពជាបានផងដែរគឺកៅអៅពណ៌ធាតុទឹកនៅក្នុងថ្ងៃទី28អញ្ចឹងនៅក្នុងថ្ងៃទី29អ្នកដែលហេងគឺបងប្អូនដែលកើតឆ្នាំថោះហើយអ្នកដែលសយគឺបងប្អូនដែលកើតឆ្នាំរោងមិនថារោងក្នុងថ្ងៃខែឆ្នាំកណ្ដាលនឹងម៉ោងកើតទេហើយមានធាតុទឹកនៅខាងលើផងណារោងមកជាមួយនឹងធាតុទឹកអញ្ចឹងយើងប្រយ័ត្នក្នុងការដើរហើរក្នុងការផ្លាស់ប្ដូរគំនិតធ្វើនេះធ្វើនោះឬមួយក៏ឡើងក្តីក្តាន់ឡើងតឡាការឬមួយក៏មានទំនាស់ជាមួយនឹងដីធ្លីឬមួយក៏មានការផ្លាស់ប្ដូរតុកទូកៅអីផ្ទះសម្បែងសពបែបយ៉ាងសម្រាប់យើងណាចាវាធ្វើឲ្យយើងនឹងមានបញ្ហាក្នុងការរស់នៅតំណងហើយដូចថាយើងមានការផ្លាស់ប្ដូរមួយដែលយើងមិនអាចទទួលយកបានអញ្ចឹងយើងត្រូវគិតពិចារណាឲ្យបានច្បាស់លាស់ហើយមុននឹងយើងសម្រេចចិត្តថាធ្វើអ្វីទាំងអស់ហ្នឹងហើយជាពិសេសហ្នឹងគឺប្រយ័ត្នសុខភាពចាប្រយ័ត្នសុខភាពហ្នឹងគឺកាពះពោះវៀនចាឬមកក៏ដុំសាច់ដុំគីរមាស់ស្បែកអាឡែស៊ីស្បែកអីសពប្រភេទចាអញ្ចឹងយើងក៏អាចពាក់កៅអៅបជាបានផងដែរពាក់កៅអៅពណ៌ធាតុមាសទាំងអស់គ្នានៅក្នុងថ្ងៃទី29ចាសូមសុខសប្បាយចាហើយនៅក្នុងថ្ងៃទី30គឺថ្ងៃកលមកជាមួយនឹងដីដកអញ្ចឹងយើងដឹងហើយថាថ្ងៃកលចូលមកអ្នកដែលហេងគឺអ្នកដែលកើតឆ្នាំខាលហើយអ្នកដែលសយគឺអ្នកដែលកើតឆ្នាំម្សាញ់អញ្ចឹងឆ្នាំគឺមកឆុងកលហើយធាតុដែលចូលមកពីលើឆ្នាំហ្នឹងគឺឈើដកវាក៏ទៅឆុងដីដកនឹងដូចគ្នាចាអញ្ចឹងកុំឲ្យសាបអាលៀបបងប្អូនខ្លះគាត់ថាអូសាមញ្ញធម្មតាមិនបញ្ហាទេអញ្ចឹងពេលដែលយើងធ្វើដំណើរកំពុងមេឃកំពុងតែភ្លៀង
ទីមួយយើងប្រយ័ត្នក្នុងការបើកបរមិនថាការមើលផ្លូវមិនថាការចាប់ប្រាំងមិនថាការកិច្ចឆ្វេងកិច្ចស្ដាំមិនថាការមើល stop ទេអញ្ចឹងដូចគ្នាយើងកុំភ្លេចពេលដែលយើងដឹងហើយថាឆ្នាំគឺមកឆុងកុលហើយឆ្នាំខាងលើចូលមកហ្នឹងអា2025ហ្នឹងក៏ឆុងដីដកអញ្ចឹងនៅក្នុងខែនេះគឺខែម្សាញ់ទៀតអញ្ចឹងបើយើងគិតទៅបើចំពោះមនុស្សយើងទៅឆ្លោះមួយគេកលនេះទៅឆ្លោះមួយម្សាញ់វិញណាឆ្លោះមួយម្សាញ់ដល់តចា2ត្រួតអញ្ចឹងម្សាញ់ក្នុងខែផងម្សាញ់នៅក្នុងឆ្នាំផងអញ្ចឹងបត្រុសបត្រាស់គ្នាអាឆ្នាំម្សាញ់មកវាយកលអាខែម្សាញ់មកវាយកលឲ្យកលម្នាក់ឯងទៅវាយគេនៅក្នុងថ្ងៃទី30ហ្នឹងអញ្ចឹងអាលទ្ធផលឈ្នះហ្នឹងវាតិចបំផុតអញ្ចឹងវារកខុសរកត្រូវអត់ឃើញទេតែបើគិតជាឆុងវិញអញ្ចឹងយើងមានការប្រយ័ត្នក្នុងការធ្វើដំណើរចាដើរហើរផ្លូវទឹកផ្លូវគោកផ្លូវអាកាសផ្លូវកោងផ្លូវវាចផ្លូវបត់ផ្លូវ stop ផ្លូវមិន stop ចាផ្លូវចិត្តផ្លូវឆ្ងាយឡើងលើចុះក្រោមផ្ទះអីទេអញ្ចឹងយើងប្រយ័ត្នទាំងអស់គ្នាទៅនៅក្នុងថ្ងៃនោះផងដែរយើងក៏អាចតែកៅអៅពណ៌ធាតុឈើដើម្បីកែសម្រួលឬមួយក៏យើងអាចតែកៅអៅពណ៌ធាតុមាសដើម្បីកែសម្រួលបញ្ហាក៏បានដែរចាពីហ្នឹងបងប្អូនជ្រើសរើសយកមួយបានចាអញ្ចឹងយើងត្រូវមានកម្លាំងចិត្តហើយយើងពេលខ្លះបងប្អូនត្រូវគិតថាអញ្ចឹងអ្វីក៏ដោយឲ្យតែជីវិតយើងបានល្អហើយវាជាភាពត្រឹមត្រូវមួយអញ្ចឹងវាអត់ខាតទេក្នុងការស្ដាប់ក្នុងការអនុវត្តធ្វើអីមួយអញ្ចឹងណាហើយយើងក៏មានខអាងច្រើនខអាងតែចេះវាមិនខ្មេះទេវាមិនស្អីទេវាអត់មានអីកើតឡើងល្អឬមួយក៏អីហងអញ្ចឹងចង់ប្រាប់បងប្អូនថាមានមនុស្សជាច្រើនដែលបានសម្រេចក្នុងការដែលមើលមិនឃើញហើយគ្រាន់តែជឿដូចជាអំពូលភ្លើងយើងក៏មិនដឹងថាគ្រាន់តែយើងយកដូចទៅដោតនៅអាកន្លែង free ភ្លើងហ្នឹងឯងវាប៉ះភ្លឺចេញមកអញ្ចឹងវាមានចរន្តនៅក្នុងនឹងស្រាប់ហើយតែយើងគឺបានជឿជាក់តាំងពីដើមមកថាយើងយកតែហ្នឹងទៅដោតក្នុង free ហ្នឹងយើងតអញ្ចឹងភ្លើងវាដឹងតែឆេះអូតូម៉ាទិកហើយយើងដឹងថាម៉ូតូយើងគ្រាន់តែចាក់សាំងហើយយើងកាច់សោបឆេះទៅមិនក៏វាឆេះអញ្ចឹងអ្វីទាំងអស់ហ្នឹងសិតតែយើងមើលអត់ឃើញប៉ុន្តែយើងដឹងតគ្នាថាធ្វើអញ្ចឹងបានវាទៅរួចចាអញ្ចឹងណាអញ្ចឹងដូចជាយើងហៅឪពុកម្ដាយរបស់យើងមិនក៏ដឹងថាពេលដែលយើងកើតមកយើងត្រូវហៅបុគ្គលម្នាក់នេះជាម្ដាយជាឪពុកជាបងជាប្អូនរបស់យើងតែគឺមានតាំងពីដើមមកហើយយើងគ្រាន់តែធ្វើតាមអ្វីដែលគួរតែធ្វើអញ្ចឹងដូចគ្នាហងសុយបែបវិទ្យាសាស្ត្រសម្រាប់ពុកម៉ែបងប្អូនដែលគាត់ឆ្លាញ់ចូលចិត្តហ្នឹងបើសិនជាគាត់គិតថាឆុងហ្នឹងគឺគាត់អាចថាបើសិនជាកិច្ចបេះមកពេលហ្នឹងបានហើយបើខ្ញុំស្ដាប់គាត់ទៅក៏វាអត់មានខាត់បងអីដែរខ្ញុំក៏ធ្វើទៅអញ្ចឹងចំណុចនេះគឺខ្ញុំអរគុណទៅដល់ភ្ញៀវខ្ញុំទាំងអស់ចាដែលអានវិស័យជាមួយខ្ញុំភ្ញៀវដែលគាត់រកខ្ញុំដើម្បីជួយមើលវេលាធ្វើនេះធ្វើនោះហើយនឹងជឿដីដួងកាយកំណត់ដែលគាត់ជឿជាក់ជាមួយខ្ញុំទាំងចិត្តទាំងកាយទាំងបេះដូងណាចាគេអ្នកដែលតែគេហៅថាមាននិស័យបើនិយាយធម្មតាគេហៅថាប៉ុនស្មើគ្នាអញ្ចឹងបើប៉ុនគាត់ស្មើខ្ញុំគាត់អាចនឹងរកខ្ញុំឃើញប៉ុនគាត់ខ្ពស់ជាងខ្ញុំអាចតែគាត់ទៅរកអ្នកផ្សេងដែលប៉ុនត្រូវមួយគាត់អញ្ចឹងណាចាអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់ថ្ងៃទី31អញ្ចឹងថ្ងៃទី31គេហៅថាថ្ងៃជូតចាថ្ងៃជូតមកជាមួយនឹងចាមាសបោកអ្នកដែលហេងគឺបងប្អូនដែលកើតឆ្នាំអីបងប្អូនដែលកើតឆ្នាំឆ្លូវហើយអ្នកដែលសគឺបងប្អូនដែលកើតឆ្នាំមមីចាមមីមកជាមួយនឹងឈើបោកចាអញ្ចឹងសម្រាប់បងប្អូនដែលមានមមីហើយឈើបោកនៅក្នុងតារាងមិនថាថ្ងៃខែឆ្នាំកណ្ដាប់នឹងម៉ោងកើតទេអញ្ចឹងយើងអាចនឹងមានបញ្ហាចាមានបញ្ហាតាក់ទងជាមួយនឹងរបួសស្នាមផ្ទៃមុខចុងដួលចាល្អចុងដួលឬមួយក៏អាយ៉ាស្បែកអាយ៉ាសាច់អីអញ្ចឹងទៅចាគឺមានជាយៈថាហេតុឲ្យយើងដោះស្រាយហើយបន្តមកទៀតក៏មានចំនួនឆ្លោះតតែងជាមួយប្តីប្រពន្ធឬមួយក៏យើងមានជំងឺតាក់ទងជាមួយនឹងចាកលៀនឬមួយក៏តិចឬមួយក៏កម្រងនោមអីចឹងទៅចានៅក្នុងថ្ងៃទី31ថ្ងៃណាយើងពិនិត្យមិនឃើញថ្ងៃណាពិនិត្យមិនឃើញទៅពិនិត្យថ្ងៃហ្នឹងឃើញបដ ாய் ចឹងណាប៉ុន្តែចង់ប្រាប់បងប្អូនមួយចំណុចថាជំងឺដែលកើតនៅក្នុងរាងកាយរបស់យើងគឺវាបានសន្សំរយៈពេល3ឆ្នាំមកហើយបានវាចេញជារូបរាងអញ្ចឹងបើសិនជាបងប្អូនដែលគាត់មកមើលរាសីមួយខ្ញុំហើយខ្ញុំប្រាប់ថាបងប្អូននឹងអាចមានជំងឺនេះគាត់គិតថាមើលគ្មានត្រូវផងគ្មានជំងឺអីអញ្ចឹងផងដល់ពេល3ឆ្នាំក្រោយមកបានគាត់គិតថាជំងឺអញ្ចឹងមែនព្រោះអីពេលដែលមកមើលភ្លាមខ្ញុំប្រាប់ថាជំងឺនឹងអត់ទាន់កើតឡើងតែទៅមុខទៀតវាអាចនឹងកើតអញ្ចឹងរយៈពេល3ឆ្នាំទើបវាអាចនឹងកើតជំងឺនឹងមកចាអញ្ចឹងគឺបងប្អូនសូមជ្រាបនៅកន្លែងហ្នឹង
ចាអញ្ចឹងនៅក្នុងថ្ងៃទីមក31នឹងផងដែរអញ្ចឹងបងប្អូនក៏អាចពាក់កៅអៅពណ៌ធាតុឈើផងដែរចាឬមួយក៏យើងពាក់កៅអៅពណ៌ធាតុមាសរបស់ខ្លួនឯងឬមួយក៏ពាក់កៅអៅពណ៌ធាតុទឹករបស់ថ្ងៃនឹងផងដែរអញ្ចឹងបាន3បើយើងពាក់កៅអៅពណ៌ធាតុឈើមូលហេតុឯបានខ្ញុំឲ្យពាក់កៅអៅពណ៌ធាតុឈើថ្ងៃហ្នឹងថ្ងៃមាសវាមកកកើតអាទឹកជូតនេះហើយជូតនឹងវាទៅបង្កើតឈើប៉ុន្តែបើយើងពាក់កៅអៅពណ៌ធាតុមាសក៏បានឬមួយក៏យើងពាក់កៅអៅពណ៌ធាតុទឹកហ្នឹងក៏បានអញ្ចឹងថ្ងៃហ្នឹងបានដល់តែ3អញ្ចឹងណាហើយបើសួរខ្ញុំថាយើងលក់ល្អយើងពាក់កៅអៅអីគេនៅក្នុងថ្ងៃទីជូតហ្នឹងអញ្ចឹងបើសិនជាបងប្អូនចង់បានអំណាចយើងពាក់កៅអៅពណ៌ធាតុភ្លើងខ្ញុំសំទោសចាបានអំណាចគឺយើងពាក់កៅអៅពណ៌ពណ៌ធាតុទឹកអញ្ចឹងណាពណ៌ធាតុទឹកទៅមាសមកជួយយើងទៅផលិតភ្លើងទៅយើងបានថាយើងមានអំណាចហើយបើយើងចង់ថាយើងធ្វើមិនឲ្យដូចថាទៅណាមកណាបានលុយអញ្ចឹងយើងពាក់កៅអៅពណ៌ធាតុភ្លើងមកទៅណាមកណាយើងបានលុយហើយតែបើយើងចង់ថាយើងត្រូវជាមួយធាតុនេះយើងពាក់ទៅថ្ងៃហ្នឹងយើងនឹងទទួលបានអំណាចហើយចាអញ្ចឹងណាដោយសារយើងទូខ្លួនប្រកាសជាធាតុឈើហើយអញ្ចឹងបើយើងចង់បានអំណាចធាតុមាសហ្នឹងប្រកាសជាធាតុអំណាចយើងពាក់ទៅចាហើយបើយើងចង់ថាអត់ទេខ្ញុំថ្ងៃហ្នឹងចង់បានជំនួយអញ្ចឹងយើងពាក់កៅអៅពណ៌ធាតុទឹកមកថ្ងៃហ្នឹងគឺមានអ្នកជំនួយយើងហើយចាអញ្ចឹងខ្ញុំវិភាគទៅដល់ថ្ងៃអាទិត្យចាអញ្ចឹងថ្ងៃអាទិត្យគឺទី1ខែចាទី1នៅក្នុងខែមិថុនាចាទី1ហ្នឹងគឺត្រូវជាមួយនឹងថ្ងៃឆ្លូវមកជាមួយនឹងចាមាសដកអញ្ចឹងបងប្អូនណាដែលមានសំណាងហ្នឹងគឺបងប្អូនដែលកើតនៅក្នុងឆ្នាំជូតនៅក្នុងថ្ងៃ1ខែ6បងប្អូនដែលកើតឆ្នាំជូតគាត់ហេងខ្លាំងណាស់ចាហើយបងប្អូនដែលអត់ហេងហ្នឹងគឺបងប្អូនដែលកើតឆ្នាំមមែបងប្អូនដែលកើតឆ្នាំមមែហើយគឺមានឈើដកនៅក្នុងតារាងថ្ងៃ1ខែ6នៅក្នុងនេះអត់មានទេណាតារាងតែខ្ញុំនិយាយបន្ថែមមួយថ្ងៃទៀតចឹងណាអញ្ចឹងនៅក្នុងថ្ងៃ1ខែ6អ្នកដែលឆុងគឺបងប្អូនដែលកើតឆ្នាំមមែហើយមានឈើដកនៅក្នុងតារាងហើយអ្នកដែលសំណាងគឺបងប្អូនដែលកើតឆ្នាំឆ្លូវចានៅក្នុងថ្ងៃទី1ខែ6អញ្ចឹងសម្រាប់បងប្អូនដែលមានមមែនៅក្នុងចាថ្ងៃខែឆ្នាំកណាត់នឹងមកកើតនៅក្នុងថ្ងៃមួយយើងប្រយ័ត្នប្រយែងសុខភាពតំណែងប្តីប្រពន្ធចាពាក្យសម្ដីចាដែលយើងនិយាយស្ដីចេញទៅក្រៅហ្នឹងណាចាសូមឲ្យប្រយ័ត្នប្រយែងក្នុងការនិយាយស្ដីផងហើយបើមានរឿងឡើងតុលាការរឿងដីធ្លីអីទេគឺសូមឲ្យឈ្នះក្តីគ្នានៅក្នុងថ្ងៃទី1សម្រាប់បងប្អូនដែលកើតឆ្នាំមមែដោយសារយើងឆុងថ្ងៃ1ខែ6ហ្នឹងយើងឆុងខ្លាំងហើយប្រយ័ត្នសុខភាពផងចាប្រយ័ត្នសុខភាពផ្នែកកាពះពោះវៀនចាដុំសាច់ដុំគីឬដងបាតអីធ្វើទុកហើយកាលណាខ្ញុំប្រាប់អញ្ចឹងហើយបើមានអាការៈអញ្ចឹងបងប្អូនទៅរកពេទ្យណាចាបងប្អូនទៅរកពេទ្យដើម្បីឲ្យពេទ្យផ្សំថ្នាំមកឲ្យយើងជាខ្ញុំគ្រាន់តែបានប្រាប់ថាអាការៈជំងឺយើងបែបហ្នឹងហើយខ្ញុំអត់មានលក់ថ្នាំទេចាបើសិនមានលក់ថ្នាំក៏ឲ្យដែរតែខ្ញុំអត់បានលក់ថ្នាំទេគ្រាន់តែប្រាប់ថាយើងមានជំងឺបែបហ្នឹងគឺយើងទៅរកពេទ្យអញ្ចឹងណាចាអញ្ចឹងនៅក្នុងថ្ងៃ1ហ្នឹងគឺដីមកជាមួយនឹងមាសអញ្ចឹងបងប្អូនអាចតែពាក់កៅអៅពណ៌ធាតុពាក់កៅអៅពណ៌ធាតុទឹកក៏បានពាក់កៅអៅពណ៌ធាតុមាសក៏បាននៅក្នុងថ្ងៃទី1ខែ6ណាចាអញ្ចឹងសម្រាប់ការវិភាគមួយសប្តាហ៍របស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយអញ្ចឹងក៏សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាចាសុខសប្បាយសំណាងល្អចាភ្ញៀវទាំងអស់ទទួលបាននៅសុភមង្គលហើយបងប្អូនដែលធ្វើដួងការកំណត់ហើយក៏សូមឲ្យទទួលបានជោគជ័យចាទៅតាមអ្វីដែលប្រាថ្នាទៅតាមអ្វីដែលចង់បានសម្រាប់បងប្អូនទាំងអស់គ្នាចាអញ្ចឹងសូមឲ្យអភិនិហាមានចំពោះបងប្អូនដែលបានធ្វើដួងការកំណត់ហើយប្រាថ្នារបស់គាត់យ៉ាងណាសូមឲ្យវត្ថុស័ក្តិសិទ្ធិនៅយិនផារ៉ាដៃទាំងអស់ចាជួយសម្រេចបំណងរបស់គាត់ទាំងអស់ដោយសារគាត់បានកែប្រែវាសនារបស់គាត់ហើយអញ្ចឹងសូមឲ្យដួងការកំណត់ទាំងអស់ជួយដល់ម្ចាស់ដែលបានធ្វើចាសូមឲ្យបើមានជំងឺឲ្យឆាប់ជាហើយបើចង់ទទួលបានលុយកាក់ក៏សូមឲ្យទទួលបានលុយកាក់ហើយបើសិនជាចង់បានអំណាចក៏សូមឲ្យទទួលបានឋានៈមុខមាត់និងអំណាច
ចាបើចង់ឲ្យរុងរឿងនៅក្នុងវិស័យអ្វីមួយក៏សូមឲ្យសម្រេចបានដូចបំណងប្រាថ្នាគ្រប់គ្នាគ្រប់ក្រុមគ្រួសារចាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបញ្ចប់ឲ្យត្រឹមហ្នឹងបើសិនលើសលួសខ្វះខាតត្រង់ចំណុចណាចាំមិនពេញលេញក៏សូមអធិស្ឋានភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរចាអរគុណហើយកុំភ្លេចថែរក្សាសុខភាពទាំងអស់គ្នាព្រោះមេឃកំពុងតែភ្លៀងខ្ញុំធ្វើនេះវីដេអូតាំងមេឃភ្លៀងបងប្អូនចាអរគុណជម្រាបលា